ក្រុមខ្ញុំគណៈអាត្មាភាពដឹកនាំដោយព្រះអង្គគ្រូសុនស៊ីនផ្ទាល់យើងនឹងចោះទៅចែកនៅទឹកសុទ្ធនេះនៅថ្ងៃច័ន្ទក្នុងពេលរសៀលសប្តាហ៍នេះគណៈចឹងជាកិច្ចចាប់ផ្ដើមខ្ញុំប្រកាសអាត្មាភាពគ្រប់ព្រះអង្គសូមនមស្ការចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមចម្រើនពរចំពោះញោមញាតិពុទ្ធបរិស័ទស្រីប្រុសទាំងអស់ទាំងទីជិតទីឆ្ងាយដោយសេចក្តីនឹករលឹកនៅក្នុងគណៈពេលនេះសម្រាប់ថ្នាក់ភាសាអង់គ្លេសរបស់យើងដែលដឹកនាំដោយព្រះអង្គគ្រូសុនស៊ីនព្រះអង្គគ្រូបានមានបតីដឹកនាំលោកម្ចាស់គ្រប់ព្រះអង្គរៃអង្គាសថវិកាទៅតាមលទ្ធភាពរបស់លោកម្ចាស់គ្រប់ព្រះអង្គដែលមានសម្រាប់ចូលរួមជាវទឹកសុទ្ធសម្រាប់យកទៅចែកជូនទៅដល់ជនភៀសសិកនៅខាងស្រុកថ្មគោលនិងស្រុកបវលអញ្ចឹងខ្ញុំគណៈអាត្មាភាពសូមបញ្ជាក់អំពីទឹកសុទ្ធនេះគឺជាវនៅក្នុងកម្រិតទំហំមធ្យមហើយនៅក្នុងមួយកេសគឺមានដល់ទៅ12ដបហើយនៅក្នុងមួយដបគឺយើងគិតជាលីត្រគឺ1លីត្រកន្លះកណាអញ្ចឹងទឹកសុទ្ធមួយកេសគឺមានតម្លៃ15000រៀលតែក៏អរគុណទៅដល់ទឹកចិត្តញោមដែលជាម្ចាស់ដេប៉ូក៏បានបញ្ចុះតម្លៃពិសេសសម្រាប់ថ្នាក់ភាសាអង់គ្លេសរបស់យើងក៏ចម្រើនពរបន្ថែមលើសពីនេះទៅទៀតថាប្រសិនបើជាញោមញាតិកណ្ណាម្ចាស់គ្រប់ព្រះអង្គចង់ចូលរួមនៅក្នុងការជាវទឹកសុទ្ធឬក៏មានសម្ភារៈផ្សេងសម្រាប់ការចូលរួមក៏អាចអញ្ជើញនិងនិមន្តក៏អាចនិមន្តនិងអញ្ជើញមកចូលរួមបានដោយក្រុមខ្ញុំគណៈអាត្មាភាពដឹកនាំដោយព្រះអង្គគ្រូសុនស៊ីនផ្ទាល់យើងនឹងចោះទៅចែកនៅទឹកសុទ្ធនេះនៅថ្ងៃច័ន្ទក្នុងពេលរសៀលសប្តាហ៍នេះក៏សូមបញ្ជាក់ដល់ញោមញាតិកណាចាស់គ្រប់ព្រះអង្គថាប្រសិនបើជាចង់ចូលរួមក៏អាចចូលរួមជាសម្ភារៈផ្សេងឬក៏ចូលរួមជាថវិកាឬក៏ចង់ចូលរួមទៅផ្ទាល់ក៏អាចតាក់ទងតាមរយៈលេខទូរស័ព្ទនៅខាងលើនឹងផ្ទាល់ឬក៏ page របស់យើងនេះកាលណាចឹងជាកិច្ចបន្ទាប់ក៏សូមនិមន្តលោកប្អូនដើម្បីអាននាមសប្បុរសជនដែលបានចូលរួមជាវទឹកសុទ្ធណាដោយតទៅណាសូមនិមន្តលោកប្អូនខ្ញុំបកករណានឹងរាយនាមគុណម្ចាស់ដែលបានចូលរួមមានដូចជាព្រះអង្គគ្រូសុនស៊ីម5កេសលោកម្ចាស់ទីវ៉ែន1កេសលោកម្ចាស់ចាន់រំចង់1កេសលោកម្ចាស់ភូមិបូរិន1កេសលោកម្ចាស់ណាតមីនី1កេសលោកម្ចាស់សិទ្ធវ៉ាសៃ1កេសលោកម្ចាស់រ៉ាន់សារាយ1កេសលោកម្ចាស់ដងដែន1កេសលោកម្ចាស់ឈុនចន1កេសលោកម្ចាស់គៀតុលា1កេសលោកម្ចាស់ភូមិបូរៈ1កេសលោកម្ចាស់ញម៉ៃ1កេសលោកម្ចាស់ដូលរដ្ឋា2កេសលោកម្ចាស់រតមករា1កេសលោកម្ចាស់ប៉ែនវីរៈ1កេសលោកម្ចាស់វិទ្យវិរៈ1កេសលោកម្ចាស់រួនរិន1កេសលោកម្ចាស់ផាន់សារឿន2កេសលោកម្ចាស់កងខំផុន1កេសលោកម្ចាស់ខៀវរាវី1កេសលោកម្ចាស់ឈឿតឈឿ1កេសនិងញោមវុធីសុឈៀត3កេសនិងបច្ច័យរាយរងបាន4កេសទៀតសរុបទាំងអស់34កេសកណាអរប្រគុណលោកប្អូនសម្រាប់ការអានរាយនាមឈ្មោះរបស់សប្បុរសជនដែលបានចូលរួមជាវទឹកសុទ្ធអញ្ចឹងជាចុងក្រោយខ្ញុំគណៈអាត្មាភាពគ្រប់ព្រះអង្គក៏សូមថ្លែងអំណរគុណនិងអរព្រគុណសម្រាប់លោកម្ចាស់គ្រប់ព្រះអង្គដែលបានចូលរួមទៅតាមកម្លាំងសទ្ធានៅក្នុងការជាវទឹកសុទ្ធនេះអរគុណដល់ញោមញាតិពុទ្ធបរិស័ទដែលបានចូលរួមតាមរយៈព្រះអង្គគ្រូក្តីតាមរយៈលោកម្ចាស់អង្គដតីផ្សេងក្តីនៅក្នុងការជាវទឹកសុទ្ធនេះនិងមួយចំណែកទៀតក៏សូមចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសាររបស់វរៈកងទ័ពយើងដែលបានពលីជីវិតដោយការឈ្លានពានរបស់ថៃមកលើកម្ពុជាយើង
នឹងជាចុងក្រោយបងអស់ក៏សូមជនភៀសសឹកគ្រប់រូបក៏ដូចជាយុទ្ធជនយើងគ្រប់ប្រានសូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរួចផុតអំពីគ្រោះអន្តរាយនេះទាំងកណាហើយក៏បញ្ជាក់ចុងក្រោយផងដែរថាសម្រាប់ញោមញាតិកណាម្ចាស់ដែលចង់ចូលរួមគឺទីតាំងរបស់យើងនៅក្រុងបាត់ដំបងផ្ទាល់តែម្ដងណាសូមអរគុណនិងសូមអរគុណ